សួស្តីបងប្អូនទាំងអស់គ្នានេះជាមេរៀនទី8ដែលបង្ហាញអំពីរបៀបនៃការគូរក្បាច់អង្គរឬថាក្បាច់វិញ្ញាណមេរៀនទី8នេះជាការវិវត្តបន្តអំពីមេរៀនទី7ដោយមានការបំបែកនៅសន្លឹកទី2នៅត្រង់ខាងលើដែលចេញជាត្រួយមួយតូចទៀតនៅខាងលើចឹងហើយបងប្អូនមេរៀនទី7យើងបានគូរជារង្វង់គូធាននៅខាងក្រោមហើយយើងថែបនៅស្រទាប់2ស្រទាប់នៅលើគូធានខាងក្រោមហើយក៏ក្រពុំហ្នឹងហើយក៏យើងគូរជាសន្លឹក2សន្លឹកនៅខាងលើអញ្ចឹងមេរៀនទី8នេះគឺផ្លាយត្រង់សន្លឹកនៅខាងលើហ្នឹងគឺយើងមានបំបែកឆែកហើយបំបែកជាកូនត្រួយគូសន្លឹកមួយទៀតនៅខាងលើទៀតអញ្ចឹងបងប្អូនយើងគូជាតម្រង់ហើយយើងគូជាគូធានយើងគួយទៅលើបន្តមកទៀតគឺយើងឆែកយើងចែកហើយយើងឆែកយ៉ាងហើយចាប់ផ្ដើមយើងគួយនៅសន្លឹកនៅខាងក្រោមសន្លឹកតូចនៅខាងក្រោមបន្តមកគឺយើងគួយទៅលើសន្លឹកទី2សន្លឹកទី2យ៉ាងហើយចាប់ផ្ដើមយើងចែកហើយយើងឆែកម្ដងទៀតយើងឆែកហើយយើងគូរជាសន្លឹកតូចមួយទៀតហើយបងប្អូនគូកត់សម្គាល់សន្លឹកហ្នឹងយើងធ្វើម៉េចបើមិនតូចជាងគឺឲ្យស្មើនៅសន្លឹកខាងក្រោមបានយើងមើលទៅវាសមគ្នាវាស្អាតហ្នឹងហើយអញ្ចឹងហើយយើងលៃតាមហ្នឹងទៅហើយបងប្អូនយើងត្រូវតែគូយើងលៃធ្វើម៉េចឲ្យវាពេញនៅទម្រង់របស់យើងកុំឲ្យវាផុតទៅចន្លោះកន្លែងណាបើក្បាច់របស់យើងគូទម្រង់ប៉ុណ្្នឹងហើយយើងទុកនៅសល់ចន្លោះមើលទៅក្បាច់របស់យើងវាអត់ស្អាតទេបើយើងគូពេញទម្រង់ទៅមិនថាទម្រង់របស់យើងពុតពេលប៉ុណ្ណាក្បាច់យើងវាណែនសាច់ប៉ុណ្ណឹងទៅមើលទៅវាស្អាតបើយើងទុកនៅសល់ចន្លោះបើដូចជាយើងទីហោដូចជាមុខយើងដែលវាផតចឹងណាមើលទៅដូចជាវាមិនពេញស្អាតទេបើកាលណាក្បាច់យើងគូពេញសាច់នៅខាងក្នុងទៅយើងមើលទៅគឺវាស្អាតវាសមហើយយើងគូទៅលៃកន្លែងស្រទាប់ហ្នឹងយើងលៃវាទំហំប៉ុណ្ណាស្រទាប់មួយទៀតយើងលៃទំហំប៉ុណ្ណឹងដែរដើម្បីមើលទៅក្បាច់របស់យើងមានស្រទាប់ស្មើគ្នាមិនធំពេកមិនតូចពេកណាហើយយើងត្រូវដឹងថាវាកោងឲ្យដូចគូធាននៅខាងមុខអញ្ចឹងនៅខាងក្រោយអញ្ចឹងវាកោងប៉ុណ្ណាស្រទាប់វាត្រូវកោងប៉ុណ្ណឹងហ្នឹងហើយយើងអាកោងហ្នឹងគឺយើងយកតាមអាតម្រង់នៅខាងមុខឬក៏នៅខាងក្រោយវាហ្នឹងយើងកោងប៉ុណ្ណាយើងគូប៉ុណ្ណឹងទៅដើម្បីមើលក្បាច់របស់យើងគឺមានលំពុតពេលហ្នឹងឲ្យវាស្ទាប់គ្នាឲ្យវាស្របគ្នាអញ្ចឹងហើយបានមើលក្បាច់យើងទៅវាល្វត់ល្វន់ណាបងប្អូនវាល្វត់ល្វន់វាមើលទៅវាទន់ភ្លន់ល្អហើយយើងត្រូវដឹងថាក្បាច់គឺវាអត់មានអត្រង់កន្លែងណាដែលមើលទៅនេះទេវាត្រូវតែកោងពុតពេលរហូតអញ្ចឹងហើយហ្នឹងគឺយើងយកតាមទម្រង់គូធានគឺវាអញ្ចឹងបងប្អូនណាវាគួយរហូតគឺមិនមែនគួយហើយវាអត់ទៅមើលកន្លែងណាវាគួយទៅទៀតទេអញ្ចឹងហើយវាត្រូវតែពុតពេលកោងយកកោងឡើងអញ្ចឹងទៅនឹងហើយជាលក្ខណៈនៃក្បាច់ភ្ញីហ៊ានឬហៅថាក្បាច់អង្គរហ្នឹងបងប្អូននេះជាមេរៀនទី8របស់យើងគឺមានលក្ខណៈបែបហ្នឹងអញ្ចឹងហើយមេរៀនចេះតែវិវត្តរហូតបើកាលណាយើងមិនព្យាយាមគូឲ្យថ្នឹកឬក៏ឲ្យសមនៅមេរៀនណាមួយទេយើងមិនអាចទាំងបន្តទៅមេរៀនថ្មីទៀតទេព្រោះថាការគូក្បាច់នេះមិនមែនគូម្ដងបានទេយើងត្រូវតែគូឲ្យរាល់ថ្ងៃយើងចំណាយប្រហែលជាកន្លះម៉ោងទៅ1ម៉ោងដើម្បីនឹងព្យាយាមគូវាព្រោះថាវាមិនខុសពីមុខវិជាផ្សេងទេបើកាលណាយើងធ្វើជាញឹកញយយើងធ្វើដដែលទៅដៃយើងរំលែងវាទន់នៅតាមហ្នឹងអញ្ចឹងហើយបងប្អូនឆ្លប់តែមើលគេគូគំនូណាបងប្អូនយើងគូយូរទៅដៃគេហ្នឹងវាទន់ល្វិចដូចជារំអញ្ចឹងយ៉ាងណាមិញយើងគូក្បាច់ហ្នឹងអញ្ចឹងដែរគូតែព្យាយាមហាត់ពុតរាល់ថ្ងៃទៅក្បាច់របស់យើងមើលទៅវាទន់ល្វត់ល្វីល្អណាអរគុណបងប្អូនដែលបានចូលទស្សនានៅមេរៀននេះសូមអរគុណច្រើន